กไตรជួបស្រីនៅទន្លេឆ្មាមិនដឹកស្មានថាអូនជាឆ្មាលាក់ក្រចកបងដើររកត្រីជួបស្រីនៅទន្លេឆ្មាការពិតជីវ៉ាគឺឆ្មាលាក់ក្រចកបិទជីសត្វខ្លាគឺជាយមិញយើងបានសម្រាប់នៅកន្លែងផ្ទះពុផុនក៏ដូចជាស្នាក់ការរបស់មន្ត្រីបរិស្ថាននៅខាងភូមិបាឡតដល់ពេលថ្ងៃនេះគឺយើងមកទស្សនាកន្លែងមួយទៀតគឺមកទស្សនាវិសាលភាពទន្លេឆ្មាតែម្ដងបាទបងសែនធ្លាប់ស្គាល់ទន្លេឆ្មាស្គាល់នៅក្នុងផែនទីបាទមើលផែនទីបាទប៉ុន្តែមកធំមែនអត់មានទន្លេណាធំជាងទេបើនិយាយពីបឹងបាទអានេះដូចព្រាបបានដូចជាបឹងយ៉ាងបាទទន្លេសាបនិយាយទៅទន្លេសាបឯទន្លេឆ្មាបាទធំមែនទេហើយបឹងទន្លេសាបបឹងទន្លេឆ្មាបាទហ្នឹងហើយបឹងទន្លេសាបបឹងទន្លេឆ្មាមែនហើយកន្លែងនេះគឺជាកន្លែងដែលប្រមូលផ្ដុំទៅដល់ត្រីពូជសំខាន់ណាតែឥឡូវនេះដូចជាពុផុនហើយនឹងខាងសហគមន៍នេសាទបាទគាត់បានន័យថាមានការអភិរក្សនៅក្នុងតំបន់នេះបាទព្រោះវាជាកន្លែងបន្តពូជត្រីនិយាយទៅកន្លែងស្តុកពូជត្រីហើយនេះនិយាយទៅតែចំទៅគេហៅថាតំបន់រ៉ាមសាបឹងទន្លេឆ្មាអូរ៉ាមសាអូខេតំបន់រ៉ាមសាបឹងទន្លេឆ្មាបឹងទន្លេឆ្មាគឺជាតំបន់ស្នូលមួយនៃស្ថាបនិកជីវមណ្ឌលបឹងទន្លេសាបហើយត្រូវបានទទួលស្គាល់ជាសកលដោយអនុសញ្ញារ៉ាមសាជីវៈចម្រុះនៅក្នុងតំបន់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិរក្សការសិក្សាស្រាវជ្រាវនិងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់បឹងទន្លេឆ្មាក៏ជាតំបន់មួយដ៏សំខាន់សម្រាប់ការធ្វើការបម្លាស់ទីរបស់ពពួកសត្វតាមរបាយការណ៍មានពពួកថនិកសត្វដូចជាស្វាក្តាមស្វាព្រាហ្មណ៍ភេសំពោចល្មូនជាង23ប្រភេទនិងបក្សីជាច្រើនប្រភេទដូចជាទង់ប្រផេះត្រដក់ធំត្រដក់តូចត្រយ៉ងស្មោញចង្កៀលខ្យងដែលកំពុងតែរស់នៅក្នុងតំបន់រ៉ាមសាមួយនេះហើយគោលដៅរបស់យើងខ្ញុំគឺធ្វើដំណើរទៅកាន់កណ្ដាលបឹងទន្លេឆ្មាព្រោះថានៅទីនោះមានប៉មលោកតាចាស់ស្រុកដែលមានកម្ពស់ខ្ពស់ហើយយើងអាចឡើងទៅទីនោះដើម្បីមើលវិសាលភាពនៃបឹងទន្លេឆ្មាផងដែរចុះទឹកឡើងបំផុតជម្រៅប៉ុន្មានម៉ែត្រនេះទឹកឡើងដែលឡើងឆ្នាំរូងជម្រៅ9ម៉ែត្រទៅ10ម៉ែត្រ9ទៅ10ម៉ែត្រចុះស្រកបំផុតស្រកមកវិញអស់ហើយនៅទឹកនៅកន្លែងហ្នឹងគឺទឹកប្រហែលជា1ម៉ែត្រទេចឹងនេះរាក់1ម៉ែត្រទេចឹងនេះបាទអត់ទេនេះនៅហើយជម្រៅហើយជា3ម៉ែត្រ3ម៉ែត្របែរស្រកអស់ជាងនឹងអស់ចឹងនៅទៀតសល់តែ1ម៉ែត្រទេអូតិចមែនទេគោដល់ពេល1ម៉ែត្របើសិនត្រីច្រើនទៅมันសិតតែត្រីពេញនឹងហើយត្រីច្រើនបណ្ដោយស្រកបាទអញ្ចឹងបើយើងការពារទន្លេឆ្មានេះបានគឺទន្លេឆ្មានេះគឺជាបេះដូងរបស់ទន្លេសាបដែរជាបរតមកប្រទេសកម្ពុជាមកបាទត្រីច្រើនណាស់ត្រីនេះហើយត្រីកន្លែងគឺវាមានដូចជាឆ្នាំហ្នឹងវាមានត្រីប្រមាត្រីឆ្ពិនត្រីចកែងត្រីរៀលត្រីឆ្កោកអត់ទៅមានទេមានមួយបាទត្រីក្អែកអីស្បូរមានត្រីក្អែកមានចុះពូដឹងបានថាទំហំនៃបឹងទន្លេឆ្មាយើងនេះទំហំប៉ុន្មានការ៉េទទឹង9គីឡូដោយ15គីឡូអូ9គុណ15 9គុណ15ឃើញផ្ទៃកន្លាបាទសោះអញ្ចឹងយើងជិះមកឆ្ងាយមកដល់ខ្ទមតាជាចំណុចកណ្ដាលយើងជិះមកឆ្ងាយកណ្ដាលហ្នឹងយើងទៅកណ្ដាលនៅកន្លែងមួយមានឈ្មោះលោកតាផ្សេងគ្នាបាទដូចកន្លែងខ្ញុំលោកតាសុកអញ្ចឹងទៅបាទកន្លែងតំបន់អភិរក្សបឹងទន្លេឆ្មានេះមានលោកតាច្រំទៀត
សញ្ញាជាមួយទៅរូបគេបនស្រន់ដូចថាដូចរាល់ឆ្នាំហ្នឹងដូចថាផលនេសាទរបស់បងប្អូនជាបរដ្ឋនៅបឡតហ្នឹងគាត់ដូចថាផលនេសាទថយចុះគាត់បនលោកតាអញ្ចឹងណាច្រើនតែគេភ្នាល់គ្នាលោកតាគេភ្នាល់គ្នា អូ បាទភ្នាល់គ្នាអាចចាញ់ពីណាជួលគ្នាចាញ់លើកើតដូចតែខាងខ្ញុំខាងបឡតចាញ់អញ្ចឹងគឺបែបបនសុំថ្វាយភ្លេង ថ្វាយភ្លេង ភ្លេងអរិយមានលោកតាចូលអញ្ចឹងណា បាទ ចូលរូបចូលអីចឹងទៅមាន